ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងចេញថ្ងៃ pre wedding តែម្ដងក្រោយពី make up ធ្វើខ្លួនហើយយើងក្រោកតាំងពីម៉ោង4ភ្លឺនៅពេលដែលតបតែងខ្លួនស្លៀកពាក់ប្រពៃណីរួចហើយក៏ចេញដំណើរតែម្ដងស្លៀកឈុតកូនកំលោះកូនក្រមុំធ្វើដំណើរតាមផ្លូវយ៉ាងញញឹមគណៈពេលនេះគឺយើងបានមកដល់មុខអង្គរវត្តហើយគឺមានគូ pre wedding ជាច្រើនសំខាន់យើងមើលទៅកូនកំមុំគឺស្លៀកឈុតបុរាណប៉ុន្តែអ្វីដែលសំខាន់បុរាណទាំងអស់ខុសតែស្បែកជើងស្បែកជើងសម័យខ្លួនប្រានបុរាណអញ្ចឹងហើយគេហៅថាសម័យកាត់បុរាណនេះគឺជាចិញ្ចៀនគូស្នេហ៍ភ្ជាប់ពីអែមបគេគេថាគេហើយនោះគណៈពេលនេះគឺយើងមានពេលច្រើនសម្រាប់ទៅថតរូបមុនពេលយើងទៅថត pre wedding នៅក្នុងអង្គរយើងក៏បានទៅថតនៅក្បែរអង្គរនៅទីនេះប្រហែលជាបងប្អូនស្គាល់ច្រើនហើយប៉ុន្តែបងប្អូនមិនដែលបានមកថតនៅទីនេះទេដោយសារបងប្អូនជិះទៅហួសពួកយើងក៏ចាប់ផ្ដើមសម្រេចចិត្តឈប់នៅទីនេះហើយក៏បានថតរូបលេងបន្តិចតួចបានចាប់ផ្ដើមរៀបចំខ្លួនចប់ហើយក៏ចាប់ផ្ដើមរកកន្លែងថតគ្រាន់តែសំឡឹងព្រលឹងនាងដឹងចិត្តបងដឹងចិត្តបងគេថាគេមានតែគេហើយនេះបន្ទាប់មកទៀតយើងក៏ដល់ម៉ោងត្រូវបានណាត់គ្នាជាមួយនឹងកាមេរ៉ាម៉ាន់យើងក៏បានធ្វើដំណើរទៅតាមមុខអង្គរវត្តតាមផ្លូវចូលអង្គរវត្តគឺស្អាតមែនទែនមើលទេសភាពឆ្វេងស្ដាំលិចកាត់ជើងត្បូងនេះគឺជាចំណុចចាប់ផ្ដើមនៃការថត pre wedding ហើយគ្រាន់តែចូលទៅភ្លាមដាក់លន់មាត់សូបវ៉ាវ so respect មែនតើថ្ងៃនេះគឺមនុស្សច្រើនមែនតើទាំង pre wedding ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិលាកពាក់ឈុតបុរាណមកថតនៅអង្គរវត្តលើកទី1ហើយដែលខ្ញុំស្លៀកឈុតបុរាណដើរមកអង្គរវត្តហើយក៏ជាក្តីសម័យរបស់ខ្ញុំដែលតាំងពីតូចក្រូចឆ្មាមឥឡូវក្តីបំណងប៉ងប្រាថ្នាបានសម្រេចដោយក្តីប្រាថ្នាតាមពិតទៅ pre wedding គេថតអញ្ចឹងសោះណាបងប្អូនហើយចាំមើលខ្ញុំនឹងយកវីដេអូពេញពីកាមេរ៉ាម៉ាន់មកចែកជូនបងប្អូននៅវីដេអូបន្ទាប់តែឥឡូវនេះយើងមកមើលវីដេអូត្រួសអំពីការថត pre wedding ពិតជាអេមែនតែនបងប្អូនណាឥឡូវនេះយើងដូរប្លង់ថតទៀតហើយគឺនៅខាងមុខអង្គរវត្តម្ដងនេះគេហៅថាឈុតតាំងយូស្នេហ៍មកមើលកាមេរ៉ាម៉ាន់ណាបងប្អូនណាទាំងប្រុសទាំងស្រីឆ្វេងស្ដាំមុខក្រោយមិនដឹងថាយកវីដេអូតាណាអត់ទេនេះដោយសារតែនៅមុខអង្គរវត្តយើងនេះគឺកន្លែងថតស្អាតមែនតើថតចុះថតឡើងក៏បដូរទីតាំងថ្មីមួយទីថតត្រូវតែបញ្ញាបន្តិចដោយសារតែប្លង់ច្រើនហើយស្អាតអញ្ចឹងមិនដឹងថារំលងមួយណាទេអញ្ចឹងហើយក៏ថតកាត់ទៅបន្ទាប់មកទៀតក៏ចេញដំណើរទៅរកប្លង់ថ្មីប្លង់ដែលល្បីបំផុតសម្រាប់បច្ចុប្បន្ននេះគឺប្លង់ដែលថតឃើញប្រាសាទអង្គរវត្តមានកំពូល3នេះហើយគឺជាប្លង់ដែលយើងកំពុងដើររកប្លង់ប្រាសាទដែលមានកំពូល3ដែលស្រស់ស្អាតហើយនឹងពេញនិយមwow so respect គឺទីនេះហើយបងប្អូនតោះយើងទៅរកប្លង់មួយទៀតនៅក្រោមដើមឈើស្នេហ៍មួយយ៉ាងធំតែម្ដងនៅមុខអង្គរវត្តនៅជិតនឹងបណ្ណាល័យកាមេរ៉ាម៉ាន់ថា freestyle ចឹងឲ្យលេង style មកអស់ដៃទៅបើតាមខ្ញុំគិតបើសិនតែថតវិញមិនដឹងតែថតមួយឆ្នាំ2ឆ្នាំក៏មិនអស់ដែរដោយសារប្លង់ថតច្រើនមែនខណៈពេលនេះយើងបានសម្រាប់ថតមួយផ្លែតសិនដោយសារតែក្តៅពេកហើយចាំសម្រាប់ចាំល្ងាចយើងមកថតម្ដងទៀតឥឡូវនេះយើងសម្រាប់នៅក្រោមដើមឈើស្នេហ៍យ៉ាងធំតែម្ដងគឺយើងម៉ោងបាយម៉ោងទឹកខ្ញុំនិយាយមែននិយាយពីអារម្មណ៍ពិតណានៅតំបន់អង្គរយើងនិយាយពីទេសភាពផ្លាស់ប្ដូរគ្រប់រដូវកាលតែម្ដងធំបីតែម៉ោងបាយក៏មានទេសភាពស្អាតដែរមានក្របីជាធម្មជាតិមកស៊ីស្មៅនៅក្បែរទឹកហៅថាត្រពាំងសេះមើលមកកូនកំមុំចុះប្រហែលជាអស់កម្លាំងបន្តិចហើយដោយសារតែមួយថ្ងៃមួយព្រឹកនេះគឺថតអត់ឈប់ឥឡូវនេះយើងតុបតែងខ្លួនដូរឈុតមួយទៀតដើម្បីបានប្លង់ថ្មីឈុតថ្មីឥឡូវនេះយើងបានមកដល់ប្រាសាទចៅសាយតើឈុតនេះមិនដែរបងប្អូននៅប្រាសាទចៅសាយអេមអត់បងប្អូនបើអេមជួយខមមិនបើសិនជាខ្ញុំអ្នកនិយាយនេះវិញខ្ញុំគិតថាប្រហែលជាឲ្យ rate 10 លើ 10 តែម្ដងដោយសារតែប្រាសាទនេះគឺពិតជាស័ក្តិសមជាមួយសម្លៀកបំពាក់មួយជិតនេះមែនមើលដំណើរល្វត់ល្វន់ញញឹមស្រស់ប្រំប្រៃក្រោមពន្លឺព្រះអាទិត្យចាំងបាំងឆាត់កាន់តាំងយូដើរដំណើរមួយញញឹមស្រស់ប្រំប្រៃដោយមហាក្សត្រីនាសម័យអង្គរអញ្ចឹងហើយសូមរីខមមិនដល់បងប្អូនដែលមិនទាន់បានថតជាសម្លៀកបំពាក់បុរាណណាអាចមកសាកុំឲ្យស្ដាយក្រោយគិតថាមួយជាតិនេះមិនបានស្លៀកឈុតបុរាណថតនៅប្រាសាទអង្គរគេបន្ទាប់ពីថតចប់នៅកន្លែងប្រាសាទចៅសាយទេវតាហើយ
យើងក៏បន្តដំណើរទៅទៀតមិនទាន់អស់ទេបងអូនដោយសារតែប្លង់ច្រើនសម្លៀកបំពាក់ក៏យើងដូរឲ្យច្រើនដែរអ្នកស្លៀកពាក់ក៏ស្អាតអញ្ចឹងហើយប្លង់ថតហូមមិនចេះខ្វះទេអ្វីដែលពិសេសនោះគឺកម្លាំងឲ្យតែមានកម្លាំងបងប្អូនខ្វះទេកន្លែងថតគឺស្អាតមែនទែននៅពេលធ្វើដំណើរបណ្ដានិយាយគ្នាបណ្ដាក៏បានមកខ្លងទ្វារប្រាសាទបាយ័នគឺខ្លងទ្វារទន្លេអ៊ំមកដល់ទីនេះហើយគឺនឹកឃើញបទចម្រៀងមួយបទក្រមចំណងជើងថាពាក្យដែលស្មាបងប្រាប់អូនម្ដេចក្ដីពាក្យពិតនឹងដួងហឫទ័យឥឡូវនេះយើងបានមកដល់លានជលដំរីគឺជាកន្លែងដែលពេញនិយមមែនទែនបងប្អូនកន្លែងថតស្អាតមែនទែននេះនៅល្ងាចប្រហែលជាម៉ោង5មានបន្លឺព្រះអាទិត្យរឹមរៀបនឹងរៀបលិចប៉ុន្តែមានផ្កាកុលាបមួយយ៉ាងក្រហមតែម្ដងកំពុងតែរីកស្គុះស្គីនៅលើទឹកដីនៃខេត្តសៀមរាបនៅលើវាលស្មៅខៀវស្រងាត់នៃលានជលដំរីនេះគឺជាឈុតចុងក្រោយនៃការថត pre-wedding ថ្ងៃនេះហើយគឺយើងបានមកដល់ទីបញ្ចប់ទៅហើយបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេច like share ម្នាក់មួយ follow ផងបងប្អូនបាយបាយបងប្អូនកុំភ្លេចជួយ like follow share ម្នាក់មួយដើម្បីឆាប់បានដល់គូគ្រប់គ្នាបើបងប្អូនឆាប់ដល់គូកុំភ្លេច share ម្នាក់មួយនឹងដល់គូឆាប់តែម្ដង